សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការចូលទៅកាន់ report cash on hand ដែលជា report សាច់ប្រាក់ក្នុងដៃដំបូងឡើយយើងចូលទៅលើ menu report បន្ទាប់មកយើងចូលទៅកាន់ report accounting ហើយយើងធ្វើការ click ទៅលើ cash on hand ហើយយើងអាចចូលតាមវិធីផ្សេងទៀតគឺយើងចូលទៅលើ menu accounting បន្ទាប់មកចូលទៅកាន់ report accounting ហើយធ្វើការ click ទៅលើ cash on hand តែម្ដងឥឡូវនេះយើងចូលមកដល់ report cash on hand ហើយដើម្បី search report cash on hand យើងអាច search តាមរយៈថ្ងៃចាប់ផ្ដើមពីថ្ងៃណាហើយយើងអាច search តាមរយៈថ្ងៃបញ្ចប់ហើយយើងអាច search តាមរយៈឈ្មោះ user ហើយយើងអាច search តាមសាខាណាមួយបន្ទាប់មកយើងធ្វើការចុចទៅលើប៊ូតុង search ហើយវានឹងបង្ហាញរីសានៅខាងក្រោមហើយដើម្បី print ទៅលើ report cash on hand យើង click ទៅលើប៊ូតុង print